សួរអ្នកគ្រូសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នានេះខ្ញុំនឹងបង្ហាញអំពីរបៀបធ្វើម្ហូបឆាដុកដាក់សាច់គោដំបូងគ្រឿងផ្សំរបស់យើងមានដូចជាសាច់គោខ្ទឹមបារាំងសាឡាត់បាញ់ប៉ោះស្លឹកខ្ទឹមសដែលបានចិញ្ច្រាំរួចអំបិលស្ករសប៊ីចេងនិងម្រេចប្រេងខ្យងម្សៅស៊ុបនិងប្រេងឆាព្រោះគ្រឿងផ្សំទឹកជ្រលក់របស់យើងមានដូចជាអំបិលស្ករសប៊ីចេងនិងម្រេចក្រូចឆ្មាដាក់ប្រេងឆាចូលឆាខ្ទឹមសឲ្យក្រហមដាក់សាច់គោនិងគ្រឿងផ្សំអំបិលប៊ីចេងស្ករសនិងម្រេចចូលដាក់រ៉ូឌីនិងប្រេងខ្យងចូលរួចឆាត្រឡប់រហូតដល់សាច់ឆ្អិនបន្ទាប់មកដាក់ខ្ទឹមបារាំងចូលរួចឆាត្រឡប់រហូតដល់ឆ្អិនចុងក្រោយគេយើងដាក់ស្លឹកខ្ទឹមពេលឆ្អិនហើយយើងដួសដាក់លើបន្លែដែលយើងបានរៀបទុកមកធ្វើទឹកជ្រលក់មានស្ករសអំបិលប៊ីចេងម្រេចនិងក្រូចឆ្មាមុខម្ហូបរបស់យើងបានធ្វើរួចរាល់សូមអរគុណសូមជម្រាបលា